មន្ត្រីនគរបាលសហប្រែម្នាក់បាទខេត្តការនេះគឺម្សិលមិញគឺមានការចែករំលែកពីពេញបណ្ដាញសង្គមតែម្ដងគឺករណីបុករះហើយបើកបោក្នុងស្ថានភាពគេថាស្រវឹងហើយក៏មានករណីស្លាប់ផងដែរមានបុកម៉ូតូកង់3ទៅបុករះម៉ូតូជាច្រើនគ្រឿងទៀតយ៉ាងហើយនេះក៏មានមនុស្សម្នាក់ស្លាប់ដែរប្រិមិត្តនៅទីតាំងកើតហេតុតែម្ដងហើយមនុស្សជាច្រើនអ្នកផ្សេងទៀតរងរបួសបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យហេតុការណ៍នេះគឺលោកមន្ត្រីសហប្រែម្នាក់ជានគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញគាត់បើករថយន្តលេខស៊ី OX 400H មួយគ្រឿងដូចហោះអញ្ចឹងបាទតាមបណ្ដោយផ្លូវព្រះនរោត្តមខាងមុខក្រសួងមហាផ្ទៃទៅបុករះបាទកង់3ឥណ្ឌារហូតទៅដល់ចំនួន5គ្រឿងហើយរថយន្តហ្នឹងក៏មួយគ្រឿងនិងម៉ូតូមួយគ្រឿងសរុបទាំងរថយន្តបង្កទាំងអស់នេះគឺ8គ្រឿងម្សិលមិញនាងរតនានាងក្នុងរូបភាពនេះច្រើនណាស់ហើយករណីបុករះសាហាវនេះដែរម៉ោងនេះគឺ3រសៀលថ្ងៃ15ឧសភា2025ចំណុចមុខក្រសួងមហាផ្ទៃផ្លូវព្រះនរោត្តមសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញប្រភពនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគឺឃើញរថយន្តលេខស៊ីបាទគេថា OX 400H មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AQ បាទ2188បើក្នុងលបឿនលឿនមែនទែនបាទតាមបណ្ដោយផ្លូវនេះទិសដៅហ្នឹងគឺពីត្បូងទៅជើងទៅដល់ចំណុចកើតហេតុក៏បានបុករះម៉ូតូកង់3ចំនួនដល់ទៅ5គ្រឿងហើយរថយន្តម៉ាកព្រុសមួយគ្រឿងទៀតម៉ូតូមួយគ្រឿងផ្សេងទៀតហ្នឹងក៏បុកជាបន្តបន្ទាប់រហូតដល់រថយន្តហ្នឹងទៅមុខលេងរួចហើយក៏ឡើងទៅលើខឿនផ្លូវមួយខាងបាទអញ្ចឹងទៅបាក់អស់មកគោលឈើហ្នឹងមកដើមដែរទើបអស់លបឿន stop តែម្ដងដោយបានបណ្ដាលឲ្យបរិសុទ្ធជាអ្នករត់កង់3ម្នាក់ស្លាប់នៅក្នុងស្លុកឈាមនិងនៅទីតាំងកន្លែងកាត់ហេតុតែម្ដងក្រោយពេលកាត់ហេតុបាទសាកសពបរិសុទ្ធជាអ្នកបើកបរកង់3ឥណ្ឌាដែលស្លាប់ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យចំណែកមន្ត្រីនគរបាលបើកជាជនបង្កហ្នឹងគឺក៏បានទៅបុកនឹងរថយន្តម៉ាកព្រុសមួយគ្រឿងផ្សេងទៀតម៉ូតូហ្នឹងក៏មួយគ្រឿងដែរសរុប3គ្រឿងរងការខូចខាតធ្ងន់ធ្ងរដូចគ្នាហើយក៏ត្រូវបានបញ្ជូនទៅកាន់នគរបាលរាជធានីភ្នំពេញហើយរងចាំការដោះស្រាយគ្នានៅពេលក្រោយដូច្នេះកន្លងទៅប្រមុខរាជរដ្ឋាភិបាលជាពិសេសពីក្រសួងមហាផ្ទៃបានកំណត់ច្បាស់ថាបើមន្ត្រីនគរបាលណាបើកបរក្នុងស្ថានភាពសវឹងបង្កដល់ថ្នាក់បាត់បង់អាយុជីវិតអញ្ចឹងករណីច្បាប់ប្រកាសជាមានការមិនលើកលែងនោះទេហើយមហាជនគឺកំពុងតែរងចាំមើលចំណាត់ការចំពោះករណីនេះបាទ